មីយ៉ាន់ម៉ាមិនព្រឺរោមនឹងថៃឡើយបន្តផ្លោងគ្រាប់ចូលទឹកដីថៃបើទោះបីជាថៃបាញ់ជាការប្រមានក៏ដោយบินครับไกลนะครับกองกำลังการายរបស់មីយ៉ាន់ម៉ាបានបន្តផ្លោងគ្រាប់ធ្លេចូលទឹកដីរបស់ថៃកាលពីយប់ថ្ងៃទី1ខែធ្នូដោយការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងការ៉ែនជាប់នៅព្រំដែនខេត្តតារបស់ថៃបានបង្ខំឲ្យអាជ្ញាធរថៃបិទសាលារៀនមួយចំនួននៅតាមព្រំដែននិងរឹតបន្តឹងសន្តិសុខតាមបណ្ដោយព្រំដែនជាមួយមីយ៉ាន់ម៉ាបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវអស់រយៈពេលជាច្រើនថ្ងៃនៅទូទាំងព្រំដែនដោយមានពលរដ្ឋថៃប្រមាណ4នាក់រងរបួសធ្ងន់ស្រាលយោងតាមការចេញផ្សាយដោយកាសែតខៅស៊ូតបានបញ្ជាក់ថាឧត្តមស្នេហ៍ឯកម៉ៃត្រីជូព្រីឆាមេបញ្ជាការកងកម្លាំងណារ៉េនសួនបានបញ្ជាឲ្យបិទច្រកព្រំដែនក្រៅផ្លូវការទាំងអស់នៅក្នុងខេត្តតាក់និងផ្អាកការប្រើប្រាស់កំពង់ផែក្នុងស្រុកបន្ទាប់ពីមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅក្នុងទីប្រជុំជនតំបន់មីយ៉ារ៉ាបាឌីក្នុងប្រទេសមីយ៉ាន់ម៉ាលោកបន្តទៀតថាចលនាផ្ទុះអាវុធនេះបានបន្តកើតឡើងបន្តបន្ទាប់ក្រោយពីគ្រាប់កាំភ្លើងត្បាល់ចំនួន5គ្រាប់ដែលមិនស្គាល់ប្រភពជាច្រើនគ្រាប់បានធ្លាក់ចូលទៅក្នុងទឹកដីរបស់ថៃកាលពីចុងសប្តាហ៍ដោយបានបំផ្លាញផ្ទះមួយខ្នងនិងធ្វើឲ្យក្មេងប្រុសមីយ៉ាន់ម៉ាម្នាក់រងរបួសដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យម៉ែស៊ូតប្រពន្ធដដែលអះអាងទៀតថាចាប់តាំងពីចុងថ្ងៃអាទិត្យរហូតដល់ដើមថ្ងៃច័ន្ទនេះទីភ្នាក់ងារសន្តិសុខថៃបានទទួលរបាយការណ៍ថាកងទ័ពមីយ៉ាន់ម៉ាមួយចំនួនធំដែលប្រដាប់ដោយអាវុធធុនធ្ងន់បាននាំគ្នាសម្រុកទៅទីតាំងប្រឆាំងរបស់ផ្ដាច់ខ្លួននៅជិតមូលដ្ឋានបាសានៅច្រកចូលភូមិមីនឡាបាក្នុងតំបន់មីយ៉ារ៉ាបាឌីទល់មុខនឹងភូមិម៉ែកូនកែនក្នុងស្រុកម៉ែស៊ូតការប្រយុទ្ធគ្នានេះបានបណ្ដាលឲ្យបំណាយគ្រាប់និងគ្រាប់កាំភ្លើងធ្លាក់ចូលទៅក្នុងទឹកដីរបស់ថៃនិងបំផ្លាញផ្ទះសម្បែងជាការឆ្លើយតបមេបញ្ជាការក្នុងតំបន់រងគ្រោះរបស់ថៃបានបញ្ជាឲ្យបាញ់គ្រាប់បំភ្លឺចំនួន4គ្រាប់ពីកាំភ្លើងត្បាល់120មីលីម៉ែត្រជាសញ្ញាប្រមានដល់កងកម្លាំងមីយ៉ាន់ម៉ាថាគ្រាប់រំសាយធ្ងន់បានធ្លាក់លើទឹកដីថៃអង្គភាពសន្តិសុខថៃរួមទាំងក្រុមការងារណារ៉ែនស៊ុនក្រុមការងារពិសេសរបស់ថៃបានបន្តពង្រឹងទីតាំងឈរជើងយាមកាមបន្ថែមតាមបណ្ដោយព្រំដែននិងកំពុងរក្សាការល្បាត24ម៉ោងជាមួយគ្នានេះដែរអាជ្ញាធរថៃនៅរសៀលថ្ងៃទី1ខែធ្នូបានប្រកាសបិទច្រកព្រំដែនមីយ៉ាន់ម៉ាថៃក្នុងខេត្តតាក់ជាបណ្ដោះអាសន្នបន្ទាប់ពីមីយ៉ាន់ម៉ាបានផ្លោងគ្រាប់ចូលទៅក្នុងទឹកដីថៃបណ្ដាលឲ្យពលរដ្ឋថៃប្រមាណ4នាក់រងរបួសធ្ងន់ស្រាលកាលពីថ្ងៃអាទិត្យភ្លាមមុនការប្រកាសបិទច្រកដោយឯកតោភាគីជាមួយមីយ៉ាន់ម៉ាថៃបានបាញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ទៅកាន់មីយ៉ាន់ម៉ាវិញដើម្បីជាការព្រមានហើយបានព្រមានថានឹងឆ្លើយតបទៅវិញបើស្ថានភាពមិនថមថយយោងតាមកាសែតថៃ The Nation ការប៉ះទង្គិចគ្នារវាងកងពលតូចលេខ6នៃកងកម្លាំងផ្ដាច់ខ្លួនការ៉ែននិងកងពលតូចលេខ22របស់យោធាមីយ៉ាន់ម៉ានៅក្នុងទីប្រជុំជនម៉ៃយ៉ាបាឌីរដ្ឋការ៉ែនទល់មុខនឹងស្រុកម៉ែស៊ូតក្នុងខេត្តតាក់របស់ថៃបានបន្តកើនឡើងកាន់តែខ្លាំងឡើងកាលពីថ្ងៃអាទិត្យដោយផ្ទុះអាវុធពេញមួយយប់ជាមួយនឹងការបាញ់គ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់ដែលគ្រាប់ផ្លោងចូលទៅក្នុងទឹកដីរបស់ថៃនិងបណ្ដាលឲ្យពលរដ្ឋថៃរងរបួសកាសែតដដែលបានបញ្ជាក់ទៀតថាភាគីទាំងពីរទាំងក្រុមផ្ដាច់ខ្លួននិងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបន្តបាញ់គ្រាប់កាំភ្លើងត្បាល់60មីលីម៉ែត្រនិង120មីលីម៉ែត្រជាបន្តបន្ទាប់រួមជាមួយនឹងការវាយប្រហារម្ដងហើយម្ដងទៀតដោយប្រើយន្តហោះគ្មានមនុស្សបើកដើម្បីទម្លាក់គ្រឿងផ្ទុះលើទីតាំងយុទ្ធសាស្ត្រជាច្រើនដើម្បីឆ្លើយតបទៅនឹងអរិភាពដែលកំពុងកើនឡើងមេបញ្ជាការភូមិភាគ3បានសម្រេចចិត្តចេញប័ណ្ណបញ្ជាឲ្យបិទចំណុចឆ្លងកាត់តាមបណ្ដោយព្រំដែនរយៈពេល7ថ្ងៃដើម្បីការពារជីវិតពលរដ្ឋថៃដែលរស់នៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ាគួរឲ្យដឹងផងដែរថាកងទ័ពរបស់ថៃកាលពីរសៀលថ្ងៃអាទិត្យទី30ខែវិច្ឆិកាបានបើកការបាញ់ប្រហារគ្រាប់កាំភ្លើងធំទំហំ120មីលីម៉ែត្រជាការឆ្លើយតបបន្ទាប់ពីគ្រាប់កាំភ្លើងធំ
ចំនួន5គ្រាប់របស់យោធាមីយ៉ាន់ម៉ាបានជ្រុលធ្លាក់ចូលទៅក្នុងទឹកដីរបស់ថៃក្នុងខេត្តតានៃទីក្រុងម៉ែសូតដែលបណ្ដាលឲ្យមានការខូចខាតទ្រព្យសម្បត្តិនិងធ្វើឲ្យជនស៊ីវិល2នាក់រងរបួសក្នុងកំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនរបស់ទាហានផ្ដាច់ខ្លួនមីយ៉ាន់ម៉ាយោងតាមសេចក្តីថ្លែងការណ៍របស់កាសែត The Nation បានបញ្ជាក់កាលពីថ្ងៃទី30ថាមេបញ្ជាការកងទ័ពភូមិភាគ3លោកឧត្តមសេនីយ៍វរាភិបប៊ុនយ៉ាបានបញ្ជាក់ថាកងទ័ពថៃត្រូវបានបញ្ជាឲ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងតបតវិញកាលពីថ្ងៃអាទិត្យបន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមជនជាតិភាគតិចនៅទល់មុខខេត្តតានិងបណ្ដាលឲ្យមានការធ្លាក់គ្រាប់យុទ្ធភ័ណ្ឌលើទឹកដីថៃភ្លាមបញ្ជាការកងទ័ពភូមិភាគ3បានចេញបញ្ជាឲ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងទំហំ120មីលីម៉ែត្រជាការឆ្លើយតបនិងព្រមានទៅកាន់មីយ៉ាន់ម៉ាចំពោះការធ្លាក់គ្រាប់របស់ខ្លួនចូលទៅក្នុងទឹកដីរបស់ថៃលោកឧត្តមសេនីយ៍ខាងលើបានអះអាងទៀតថាកងកម្លាំងពិសេសរបស់ថៃបានរកឃើញគ្រាប់កាំភ្លើងធំ60មីលីម៉ែត្រចំនួន5គ្រាប់ដែលបានឆ្លងកាត់ព្រំដែននិងបានប៉ះពាល់ដល់ភាគីថៃនៅជិតស្រុកម៉ែស៊ូតលោកព្រមានទៀតថាថៃនឹងធ្វើការឆ្លើយតបភ្លាមប្រសិនបើស្ថានភាពមិនអន់ថយសូមជម្រាបផងដែរថាគិតត្រឹមថ្ងៃអង្គារទី2ខែធ្នូឆ្នាំ2025នេះយោធាមីយ៉ាន់ម៉ាបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងនៅតាមបណ្ដោយព្រំដែនមីយ៉ាន់ម៉ាថៃខណៈការប្រយុទ្ធគ្នារវាងយោធារដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមកងកម្លាំងឧទាមដែលកំពុងស៊ីសាច់ហត់ឈាមគ្នារឹតតែខ្លាំងឡើងបច្ចុប្បន្នភាគីទាំងពីរកំពុងបន្តបាញ់ដាក់គ្នាដោយយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់អាវុធធុនធ្ងន់បាញ់កំទេចទៅលើគោលដៅមូលដ្ឋានក្រុមឧទាមនិងប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារតាមផ្លូវអាកាសកំទេចសម្បុកក្រុមឧទាមផងដែរហេតុការណ៍នេះបានបណ្ដាលឲ្យផ្ទះសម្បែងអ្នកភូមិថៃនិងស្ថានីយ៍ប្រេងឥន្ធនៈថៃចំណែកអ្នកភូមិថៃដែលកំពុងរស់នៅជាប់នឹងព្រំដែនមីយ៉ាន់ម៉ាជាច្រើនអ្នកកំពុងតែជម្លៀសខ្លួននិងបន់ស្រន់ឲ្យភាគីទាំងពីរបញ្ឈប់ការបាញ់ដាក់គ្នាដើម្បីស្វែងរកការចរចាសន្តិភាពឡើងវិញឆាប់ចំណែកកងទ័ពពិសេសថៃកំពុងដាក់ពង្រាយកងកម្លាំងយោធាពិសេសរបស់ខ្លួនបន្ថែមក្នុងនោះថៃក៏បានបញ្ជូនកាំភ្លើងធំធនធ្ងន់ទៅកាន់ស្រុកម៉ែស៊ូតក្នុងខេត្តតាដើម្បីត្រៀមឆ្លើយតបក្នុងករណីចាំបាច់ផងដែរកងកម្លាំងការ៉ែនរបស់មីយ៉ាន់ម៉ាបានបន្តប្លង់គ្រាប់ធ្លេចូលទឹកដីរបស់ថៃកាលពីយប់ថ្ងៃទី1ខែធ្នូដោយការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងការ៉ែនជាប់នៅព្រំដែនខេត្តតារបស់ថៃបានបង្ខំឲ្យអាជ្ញាធរថៃបិទសាលារៀនមួយចំនួននៅតាមព្រំដែននិងរឹតបន្តឹងសន្តិសុខតាមបណ្ដោយព្រំដែនជាមួយមីយ៉ាន់ម៉ាបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវអស់រយៈពេលជាច្រើនថ្ងៃនៅទូទាំងព្រំដែនដោយមានរដ្ឋថៃប្រមាណ4នាក់រងរបួសធ្ងន់ស្រាលយោងតាមការចេញផ្សាយដោយកាសែតខៅស៊ូតបានបញ្ជាក់ថាឧត្តមសេនីយ៍ឯកម៉ៃត្រីជូព្រីឆាមេបញ្ជាការកងកម្លាំងណារ៉េនសួនបានបញ្ជាឲ្យបិទច្រកព្រំដែនក្រៅផ្លូវការទាំងអស់នៅក្នុងខេត្តតានិងផ្អាកការប្រើប្រាស់កំពង់ផែក្នុងស្រុកបន្ទាប់ពីមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅក្នុងទីប្រជុំជនតំបន់មីយ៉ារ៉ាបាឌីក្នុងប្រទេសមីយ៉ាន់ម៉ាលោកបន្តទៀតថាចលនាផ្ទុះអាវុធនេះបានបន្តកើតឡើងបន្តបន្ទាប់ក្រោយពីគ្រាប់កាំភ្លើងត្បាល់ចំនួន5គ្រាប់ដែលមិនស្គាល់ប្រភពជាច្រើនគ្រាប់បានធ្លាក់ចូលទៅក្នុងទឹកដីរបស់ថៃកាលពីចុងសប្តាហ៍ដោយបានបំផ្លាញផ្ទះមួយខ្នងនិងធ្វើឲ្យក្មេងប្រុសមីយ៉ាន់ម៉ាម្នាក់រងរបួសដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យម៉ែស៊ូតប្រពន្ធដដែលអះអាងទៀតថាចាប់តាំងពីចុងថ្ងៃអាទិត្យរហូតដល់ដើមថ្ងៃច័ន្ទនេះទីភ្នាក់ងារសន្តិសុខថៃបានទទួលរបាយការណ៍ថាកងទ័ពមីយ៉ាន់ម៉ាមួយចំនួនធំដែលប្រដាប់ដោយអាវុធធុនធ្ងន់បាននាំគ្នាសម្រុកទៅទីតាំងប្រឆាំងរបបផ្ដាច់ខ្លួននៅជិតមូលដ្ឋានបាសានៅច្រកចូលភូមិមីនឡាបាក្នុងតំបន់មីយ៉ារ៉ាបាឌីទល់មុខនឹងភូមិម៉ែកូនកែនក្នុងស្រុកម៉ែស៊ូតការប្រយុទ្ធគ្នានេះបានបណ្ដាលឲ្យបំណាយគ្រាប់និងគ្រាប់កាំភ្លើងធ្លាក់ចូលទៅក្នុងទឹកដីរបស់ថៃនិងបំផ្លាញផ្ទះសម្បែងជាការឆ្លើយតបមេបញ្ជាការក្នុងតំបន់រងគ្រោះរបស់ថៃបានបញ្ជាឲ្យបាញ់គ្រាប់បំភ្លឺចំនួន4គ្រាប់ពីកាំភ្លើងត្បាល់120មីលីម៉ែត្រជាសញ្ញាព្រមានដល់កងកម្លាំងមីយ៉ាន់ម៉ាថាគ្រាប់រំសាយធ្ងន់បានធ្លាក់លើទឹកដីថៃអង្គភាពសន្តិសុខថៃរួមទាំងក្រុមការងារណារ៉ែនស៊ុនក្រុមការងារពិសេសរបស់ថៃបានបន្តពង្រឹងទីតាំងឈរជើងយាមកាមបន្ថែមតាមបណ្ដោយព្រំដែននិងកំពុងរក្សាការល្បាត24ម៉ោងជាមួយគ្នានេះដែរអាជ្ញាធរ
រដ្ឋថៃនៅរសៀលថ្ងៃទី1ខែធ្នូបានប្រកាសបិទច្រកព្រំដែនមីយ៉ាន់ម៉ាថៃក្នុងខេត្តតាក់ជាបណ្ដោះអាសន្នបន្ទាប់ពីមីយ៉ាន់ម៉ាបានប្លង់គ្រាប់ចូលទៅក្នុងទឹកដីថៃបណ្ដាលឲ្យពលរដ្ឋថៃប្រមាណ4នាក់រងរបួសធ្ងន់ស្រាលកាលពីថ្ងៃអាទិត្យភ្លាមមុនការប្រកាសបិទច្រកដោយឯកតោភាគីជាមួយមីយ៉ាន់ម៉ាថៃបានបាញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ទៅកាន់មីយ៉ាន់ម៉ាវិញដើម្បីជាការព្រមានហើយបានព្រមានថានឹងឆ្លើយតបទៅវិញបើស្ថានភាពមិនថមថយយោងតាមកាសែតថៃ The Nation ការប៉ះទង្គិចគ្នារវាងកងពលតូចលេខ6នៃកងកម្លាំងផ្ដាច់ខ្លួនការ៉ែននិងកងពលតូចលេខ22របស់យោធាមីយ៉ាន់ម៉ានៅក្នុងទីប្រជុំជនម៉ាយ៉ាបឌីរដ្ឋការ៉ែនទល់មុខនឹងស្រុកម៉ែស៊ូតក្នុងខេត្តតាក់របស់ថៃបានបន្តកើនឡើងកាន់តែខ្លាំងឡើងកាលពីថ្ងៃអាទិត្យដោយផ្ទុះអាវុធពេញមួយយប់ជាមួយនឹងការបាញ់គ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់ដែលគ្រាប់ផ្លោងចូលទៅក្នុងទឹកដីរបស់ថៃនិងបណ្ដាលឲ្យពលរដ្ឋថៃរងរបួសកាសែតដដែលបានបញ្ជាក់ទៀតថាភាគីទាំងពីរទាំងក្រុមផ្ដាច់ខ្លួននិងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបន្តបាញ់គ្រាប់កាំភ្លើងត្បាល់60មីលីម៉ែត្រនិង120មីលីម៉ែត្រជាបន្តបន្ទាប់រួមជាមួយនឹងការវាយប្រហារម្ដងហើយម្ដងទៀតដោយប្រើយន្តហោះគ្មានមនុស្សបើកដើម្បីទម្លាក់គ្រឿងផ្ទុះលើទីតាំងយុទ្ធសាស្ត្រជាច្រើនដើម្បីឆ្លើយតបទៅនឹងអរិភាពដែលកំពុងកើនឡើងមេបញ្ជាការភូមិភាគ3បានសម្រេចចិត្តចេញបទបញ្ជាឲ្យបិទចំណុចឆ្លងកាត់តាមបណ្ដោយព្រំដែនរយៈពេល7ថ្ងៃដើម្បីការពារជីវិតពលរដ្ឋថៃដែលរស់នៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ាគួរឲ្យដឹងផងដែរថាកងទ័ពរបស់ថៃកាលពីរសៀលថ្ងៃអាទិត្យទី30ខែវិច្ឆិកាបានបើកការបាញ់ប្រហារគ្រាប់កាំភ្លើងធំទំហំ120មីលីម៉ែត្រជាការឆ្លើយតបបន្ទាប់ពីគ្រាប់កាំភ្លើងធំចំនួន5គ្រាប់របស់យោធាមីយ៉ាន់ម៉ាបានជ្រុលធ្លាក់ចូលទៅក្នុងទឹកដីរបស់ថៃក្នុងខេត្តតាក់នៃទីក្រុងម៉ែស៊ូតដែលបណ្ដាលឲ្យមានការខូចខាតទ្រព្យសម្បត្តិនិងធ្វើឲ្យជនស៊ីវិល2នាក់រងរបួសក្នុងកំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនរបស់ទាហានផ្ដាច់ខ្លួនមីយ៉ាន់ម៉ាយោងតាមសេចក្តីថ្លែងការណ៍របស់កាសែត The Nation បានបញ្ជាក់កាលពីថ្ងៃទី30ថាមេបញ្ជាការកងទ័ពភូមិភាគ3លោកឧត្តមសេនីយ៍វរាភិបប៊ុនយ៉ាបានបញ្ជាក់ថាកងទ័ពថៃត្រូវបានបញ្ជាឲ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងតបតវិញកាលពីថ្ងៃអាទិត្យបន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមជនជាតិភាគតិចនៅទល់មុខខេត្តតាក់និងបណ្ដាលឲ្យមានការធ្លាក់គ្រាប់យុទ្ធភ័ណ្ឌលើទឹកដីថៃភ្លាមបញ្ជាការកងទ័ពភូមិភាគ3បានចេញបញ្ជាឲ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងទំហំ120មីលីម៉ែត្រជាការឆ្លើយតបនិងព្រមានទៅកាន់មីយ៉ាន់ម៉ាចំពោះការធ្លាក់គ្រាប់របស់ខ្លួនចូលទៅក្នុងទឹកដីរបស់ថៃលោកឧត្តមសេនីយ៍ខាងលើបានអះអាងទៀតថាកងកម្លាំងពិសេសរបស់ថៃបានរកឃើញគ្រាប់កាំភ្លើងធំ60មីលីម៉ែត្រចំនួន5គ្រាប់ដែលបានឆ្លងកាត់ព្រំដែននិងបានប៉ះពាល់ដល់ភាគីថៃនៅជិតស្រុកម៉ែស៊ូតលោកប្រមានទៀតថាថៃនឹងធ្វើការឆ្លើយតបភ្លាមប្រសិនបើស្ថានភាពមិនអន់ថយសូមជម្រាបផងដែរថាគិតត្រឹមថ្ងៃអង្គារទី2ខែធ្នូឆ្នាំ2025នេះយោធាមីយ៉ាន់ម៉ាបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងនៅតាមបណ្ដោយព្រំដែនមីយ៉ាន់ម៉ាថៃខណៈការប្រយុទ្ធគ្នារវាងយោធារដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមកងកម្លាំងឧទាមដែលកំពុងស៊ីសាច់ហត់ឈាមគ្នារឹតតែខ្លាំងឡើងបច្ចុប្បន្នភាគីទាំងពីរកំពុងបន្តបាញ់ដាក់គ្នាដោយយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់អាវុធធុនធ្ងន់បាញ់កំទេចទៅលើគោលដៅមូលដ្ឋានក្រុមឧទាមនិងប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារតាមផ្លូវអាកាសកំទេចសម្បុកក្រុមឧទាមផងដែរហេតុការណ៍នេះបានបណ្ដាលឲ្យផ្ទះសម្បែងអ្នកភូមិថៃនិងស្ថានីយ៍ប្រេងឥន្ធនៈថៃចំណែកអ្នកភូមិថៃដែលកំពុងរស់នៅជាប់នឹងព្រំដែនមីយ៉ាន់ម៉ាជាច្រើនអ្នកកំពុងតែជម្លៀសខ្លួននិងបន់ស្រន់ឲ្យភាគីទាំងពីរបញ្ឈប់ការបាញ់ដាក់គ្នាដើម្បីស្វែងរកការចរចាសន្តិភាពឡើងវិញឆាប់ចំណែកកងទ័ពពិសេសថៃកំពុងដាក់ពង្រាយកងកម្លាំងយោធាពិសេសរបស់ខ្លួនបន្ថែមក្នុងនោះថៃក៏បានបញ្ជូនកាំភ្លើងធំទន់ធ្ងន់ទៅកាន់ស្រុកម៉ែស៊ូតក្នុងខេត្តតាក់ដើម្បីត្រៀមឆ្លើយតបក្នុងករណីចាំបាច់ផងដែរ